រីណាជួបឧបសគ្គអីខ្លះហើយអ្នកផ្ទះហ្នឹងគាត់មានអីអត់ពុកពេលខ្លះគេលោកគាត់ថាអូកូនឯងធ្វើការហើយត្រូវមកប្រកួតទៀតវាប៉ះពាល់អីចឹងមានអីពីពួកគាត់អត់និយាយទៅបើសិនជាយើងនិយាយពីដើមមកវិញតាក់ទងជាមួយនឹងការដាក់ពាក្យប្រឡងមែនតើខ្ញុំមិនមែនជាអ្នកដាក់ពាក្យប្រឡងនៅក្នុងកម្មវិធីហ្នឹងទេចានិយាយទៅខ្ញុំមានឧទាហរណ៍ថាយើងធ្វើការអញ្ចឹងទៅយើងតែងតែមានមេក្រុមហើយបងស្រីដែលគាត់ជាមេក្រុមហ្នឹងគាត់ឃើញរូបរាងកពស់ហើយមុខមាត់យើងទៅវាសមប្រកបដែរអញ្ចឹងណាអញ្ចឹងទៅគាត់ក៏ដាក់ពាក្យឲ្យគាត់ដាក់ពាក្យខ្ញុំឲ្យខ្ញុំហើយគាត់ក៏ប្រាប់ខ្ញុំថាចាការចំណងខ្ញុំធ្វើការគេហៅខ្ញុំអាមីអាមឹកចឹងហៅឈ្មោះអញ្ចឹងចាអាមីអាមឹកអញ្ចឹងតែគាត់ថាគាត់ថាអាមីបងដាក់ពាក្យឲ្យអាណែងអញ្ចឹងអាណែងប្រឡងកម្មវិធីប្រកួតបបកញ្ញាអញ្ចឹងណាមកឃើញអាណែងស្អាតអីចឹងទៅដាក់ពាក្យឲ្យថាបើអញដាក់ពាក្យឲ្យខ្ញុំអត់បានសុំម៉ាក់ខ្ញុំហ្មងហ្នឹងហើយខ្ញុំអត់ដឹងថាប្រឡងហ្នឹងគេត្រូវការអីខ្លះឬក៏យើងត្រូវការរបៀបយើងត្រូវធ្វើអីខ្លះដើម្បីចូលប្រឡងហើយខ្ញុំអត់ចេះពាក់ប៊ីចឹងកាញ់ទេហើយម៉ែខ្ញុំទៅប្រឡងមិនអីចឹងណាក៏គាត់និយាយថាការងារហ្នឹងវាក៏ជាការងារមួយដែលល្អដែរអញ្ចឹងគាត់ក៏ដាក់ពាក្យឲ្យខ្ញុំក៏បានទៅសុំប៉ាខ្ញុំមួយម៉ាក់ខ្ញុំពីដំបូងគាត់ដាច់កាហាំងការអត់ឲ្យទៅទេដោយសារតែគាត់និយាយតែថ្មត្រង់គាត់បានធ្លាប់លើព័ត៌មានថាអ្នកសិល្បៈពី behind the scene បែបណាអញ្ចឹងទៅខ្ញុំជឿមកដល់ឥឡូវនេះណាក៏នៅតែមានប៉ាម៉ាក់ខ្លះគាត់ខ្លាចថាពេលដែលកូនគាត់ចូលទៅក្នុងសិល្បៈទៅកូនគាត់អាចនឹងជួបរឿងអីមួយដែលវាមិនមែនជារឿងដែលល្អសម្រាប់គាត់ឬក៏តាមអ្វីដែលគាត់ឮមកម៉ាក់ខ្ញុំឆ្លាញ់សាំងសិល្បៈអញ្ចឹងទៅគាត់គ្រប់គ្រង 100% ឲ្យខ្ញុំចូលហើយគាត់ព្យាយាមមួយប៉ាទៅប៉ាក៏ឲ្យចូលទៅចាហើយក៏ដាក់ពាក្យទៅក៏ជាប់លេខ1នៅក្នុងខេត្តចាតំណាងខេត្តសិនណចាតំណាងខេត្តសិនតំណាងខេត្តចុច1នៅតំណាងខេត្តហើយបានខ្ញុំឡើងមកពេញបានធ្វើការប្រកួតបន្តទៀតទៅបានខ្ញុំបានលំដាប់រងទី1ចាំបានន័យថាចូលសិល្បៈតាមរយៈការប្រឡងខុសពីខ្ញុំចាបងចូលតាមណាបងចូលសិល្បៈតាមរយៈម៉ូតូឌុប